ស្វាគមន៍មកកម្មភូមិតាពាំង4ឃុំស្វាយស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងតែនោះផ្លាកគាត់អ្នកទាំងអស់គ្នាឃើញគេដាក់អត់កន្លែងគាត់មានឈ្មោះថាអាណាចក្រដូងហើយនេះគឺជាការរៀបចំនៅមុខហាងរបស់គាត់មានដេក័រអីស្អាតអញ្ចឹងណាមានស្មាមានអីអញ្ចឹងទៅហើយកន្លែងគាត់ដូចខ្ញុំជំរាបនេះគេដាក់មានជួលម៉ូតូសម្រាប់ជិះបន្តិចទៀតខ្ញុំនឹងសួរក្រុមការងារគាត់នៅក្នុងនឹងទាំងអស់គ្នាណាថាតើការជិះម៉ូតូហើយនឹងមានហើយនៅក្នុងនឹងគេមានអីគេលេងខ្លះអូភ្លេចប្រាប់នៅក្នុងនឹងពេលចូលឡានមួយគ្រឿងគេគិត 3,000 រៀលណាសួស្ដីជួលម៉ូតូជិះដែរម៉ូតូនឹងជួលបងហ្នឹងហើយតម្លៃប៉ុន្មានតម្លៃ1ម៉ោង$50កន្លះម៉ោង$25ហើយជិះជំវិញនឹងទៅជិះជុំវិញអាណាចាក់ដូងនោះមានកាយនាំផ្លូវមានទីលានសំណាំងអូខេនៅនឹងមានអីខ្លះមានជិះរកដែរមែនចង់និយាយកន្លែងលេងនៅនឹងមានអីខ្លះមាន playground សម្រាប់ក្មេងៗលេងមាន playground ចុះអាកន្លែងជិះហ្នឹងជិះទៅណាវិញចាចុះថាជិះម៉ូតូមិញជិះទៅណាវិញជិះវាជុំវិញអាណាចាក់ដូងនេះអូតែមានគេជិះទៅជាមួយចាមានកាយនាំផ្លូវបើកពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានបើកពីម៉ោង7ដល់ម៉ោង6ម៉ោង7ដល់ម៉ោង6អូខេអរគុណអញ្ចឹងដូចបានសួរធួសមកអញ្ចឹងគឺខ្ញុំសួរអ្នកធ្វើការនៅកន្លែងហ្នឹងកន្លែងរបស់គាត់គឺមានជាបើកជាលក្ខណៈកញ្ចោះសម្រាប់ទទួលភ្ញៀវញ៉ាំអាហារផងយើងអាចចូលទៅថតរូបនៅក្នុងហ្នឹងក៏បានពីព្រោះអីពេលដែលយើងចូលដំបូងបំផុតគឺគេគិតថ្លៃសម្បត្តិយើងចូលហ្នឹងក្នុង1ឡានគឺ 8,000 រៀលហើយយើងចូលទៅដល់នោះកញ្ចោះគេមានគិតលុយទេតែយើងត្រូវហៅម្ហូបហៅអីគេអញ្ចឹងញ៉ាំអញ្ចឹងណាតែបើយើងអត់ញ៉ាំទេយើងចូលបង់តែថ្លៃចូល 8,000 ហើយយើងថតរូបថតអីយើងចេញមកវិញក៏បានដែរប៉ុន្តែដោយសារតែខ្ញុំទៅហ្នឹងគឺចេញពីផ្ទះទៅវា60គីឡូដែរហើយអញ្ចឹងខ្ញុំទៅដល់ហ្នឹងគឺថ្ងៃត្រង់គឺពួកខ្ញុំទៅញ៉ាំបាយនៅហ្នឹងកន្លែងគាត់ដូចជារមណីយដ្ឋានកែច្នៃមួយចឹងគឺគាត់រៀបចំដូចជាបន្លាយទឹកអញ្ចឹងណាមានដាក់ទឹកពណ៌ខៀវពណ៌បៃតងដោយពេលដែលខ្ញុំទៅចកាធ្នងលោកមុននៅខេត្តបាត់ដំបងណាចង់ជំរាបថាអ្នកទាំងអស់គ្នាមិនបាច់ភ័យថាក្តៅអីទេកន្លែងគាត់គឺមានដើមឈើច្រើនកញ្ចោះមួយសិតតែមានដើមឈើចង់និយាយថាមានម្លប់ណាហើយគាត់មានដង្ហាលមានអីចឹងវាអត់សូវក្តៅទេទោះបីជាយើងទៅខែប្រាំងដូចខ្ញុំទៅឥឡូវហ្នឹងក៏ដោយហើយកញ្ចោះនីមួយរបស់គាត់គឺសិតតែជាប់តាមមាត់មាត់អីគេមាត់បន្លាយមាត់បន្លាយមាត់ទឹកនឹងទាំងអស់អញ្ចឹងណាអញ្ចឹងពេលដែលយើងទៅដល់យើងអាចអង្គុយនៅកន្លែងណាដែលយើងចូលចិត្តហើយមិនបាច់ភ័យថាអូនៅលើទឹកនឹងទីឃ្លីងឃ្លោងអត់ទេក៏ពិតគឺគាត់រៀបចំជាក្តារជាមានថ្មមានអីពីក្រោមគឺអត់មានឃ្លីងឃ្លោងទេអញ្ចឹងអ្នកដែលភ័យថាអូអង្គុយមាត់ទឹកចូលចិត្តទេខ្លាចឃ្លីងឃ្លោងអត់ហ៊ានទៅកុំភ័យអត់មានឃ្លីងឃ្លោងទេគឺនឹងល្អណាស់ដោយសារតែលើកនឹងទៅនោះគឺអត់បានថតមនុយមហោពេផ្លេចអញ្ចឹងអធិស្ឋាននិយាយធួហ្មងកន្លែងគាត់គឺមានថៃមានមាន់មានឆាបន្លែឆាសាច់អីធម្មតាដូចគ្នាដូចរមណីយដ្ឋានទូទៅដែរហើយតម្លៃវិញដូចខ្ញុំបានថតមកអធិស្ឋានគឺចាប់ពីមាន7រៀល8រៀល9រៀលអីចឹងទៅហើយនៅក្នុងហ្នឹងគាត់ក៏មានលក់ជាចំណីថៃសម្រាប់ឲ្យយើងឲ្យ
ថៃឲ្យចំណៃទៅលើអាសត្វថៃដែលយើងទៅនោះហើយចែកអនពេលទៅនេះបានជួបជាមួយនឹងម្ហូបគាត់លើកជូនភ្ញៀវនេះគឺជាម្ហូបល្បីរបស់គាត់មានមាន់អាំងហើយនិងមាន់ដុតគល់ដូងអីគេនឹងពេលដែលយើងរកកន្លែងអង្គុយរួចអ្នកទាំងអស់គ្នាអាចធ្វើការជិះទូកនៅនឹងគឺការជិះទូកនោះមានគិតសេវាទេឲ្យទៅទូកតនេកាន់ច្បាយអាចចែវជិះបានហើយពេលដែលយើងទៅថតរូបនៅលើទូកនោះគឺថាស្អាតព្រោះឲ្យវាស្របជាមួយនឹងមានអីគេធម្មជាតិពណ៌បៃតងហើយអាទឹកគេដាក់ពណ៌ពណ៌បៃតងនឹងទៀតស្អាតហើយនៅក្នុងទឹកហ្នឹងសតតែអាថៃពួកអាខ្វៃហ្វីសអាថៃពណ៌មាសស្អាតហើយពាក្យច្រើនក្មេងៗចូលទៅហ្នឹងគឺអត់ចោលទេអាចណៃថៃហ្នឹងគឺដឹងតែបាច់ហើយសប្បាយពេកណាមកអូបាពេលដែលជិះទៅអ្នកទាំងអស់គ្នានឹងអាចមានឃើញគេលក់វាលក់មានផ្លែឈើមានម្ជូរមាននំមានអីកន្លៅជីនំអីនំខ្មែរយើងនៅលើទូកគាត់លក់តាមទូកហ្នឹងអញ្ចឹងយើងអាចទិញតាមទូកដែលគេចែវតាមកន្លែងហ្នឹងបានដូចគ្នានេះដែលខ្ញុំនិយាយមិញហ្នឹងណាមានជូរមានអីអញ្ចឹងណាគាត់ចែវទូកលក់តាមបន្លែហ្នឹងហើយនៅក្នុងហ្នឹងអ្នកដែលលក់ហ្នឹងគឺនេះនឹងហ្មងកន្លែងក្រុមការងារកន្លែងគាត់រៀបចំជាលក់ដូចតាមទូកអីចឹងមើលទៅស្អាតអញ្ចឹងណាហើយតម្លៃផ្លែឈើនៅលើហ្នឹងគឺមួយកញ្ចប់វាដូចជា1គីឡូកន្លះគីឡូខ្ញុំភ្លេចបាត់ហើយដឹងតែ10000រៀលហើយបើតាក់ទងជាមួយនំខ្មែរដឹងតែមួយប្រអប់5000រៀលហើយនេះគឺជាសមិទ្ធផលដែលពួកខ្ញុំថតបាននៅពេលទៅដើរលេងនៅរមណីយដ្ឋានអាណាចក្រដូងអរគុណអ្នកទាំងអស់គ្នាបាយបាយ